នាងខ្ញុំមានអាការៈនោមទាស់នោមញឹកនោមក្តៅកុហកកាហាយនោមមកមានពពុះលឿងការៈខ្ញុំដូចជាគ្រោះតម្រង់នោមហើយនឹងឈឺសន្លាក់ដៃសន្លាក់ក្បាលជង្គង់ហើយនឹងនោមចេះតែឈឺនឹងផ្ញើមានអាការៈតាក់ទងជាមួយនឹងតម្រងនោមប៉ុន្តែតាក់ទងជាមួយនឹងនោមតឹងនោមទាស់នោមញឹកអាត្មាភាពមានបញ្ហាសុខភាពគឺអាត្មាភាពមានគ្រោះតម្រងនោមធ្វើអាត្មាភាពនឹងគឺបត់ជើងតូចជាញឹកញាប់នឹងឲ្យចុកផងឈឺផងកាហាយផងហើយវាបានស្ដែងចេញថាយើងមានអាការៈតម្រងនោមនោះគឺនោមញឹកនោមមកមានពពុះនោមមកមានក្លិនខ្លាំងឈឺចាប់នៅពេលនោមហើយនោមទាស់នោមសល់គឺរំខានដំណេកយើងនៅពេលយប់តែម្ដងគឺងើបនោម10ទៅ20ដងឯណោះធ្វើឲ្យយើងហេវហត់អស់កម្លាំងចាប់ដើមមានកន្ទួលរបួសហើយស្រកគីឡូខុសពីធម្មតាទៀតផងបើពុកម៉ែបងប្អូនមានអាការៈដូចខ្ញុំបានជម្រាបជូនខាងលើសូមពុកម៉ែបងប្អូនជ្រើសរើសយករីណូផលិតផលមកពីសហរដ្ឋអាមេរិកមានប្រសិទ្ធភាពខ្ពស់ជួយសង្គ្រោះនិងការពារជំងឺខ្សោយតម្រងនោមបានយ៉ាងមានប្រសិទ្ធភាពមានរីណូអស់កង្វល់ពីបញ្ហាតម្រងនោមខ្ញុំនោមទាស់នោមញឹកឈឺលិញចកេះនោមមានពពុះនោមក្តៅនោមសល់ភ័យខ្លាចដូរលៀនដូរអីណាតែយើងប្រើរីណូទៅវាលែងនោមទាស់នោមញឹកអីអស់ហើយចូលសบายណាបាយចិត្តមែនតើមានអាការៈរលាកតម្រងនោមគ្រោះក្នុងតម្រងនោមក្តៅនោមញឹកពេលដែលយើងប្រើប្រាស់រីណូនឹងទៅបានជាសះស្បើយពីមុនមកយើងអត់ទាន់បានប្រើប្រាស់ថ្នាំហ្នឹងវានោម7ដង3ដង6ដងចែកចោចនោមវាអត់អស់នោមហើយឈឺនោមទៀតចឹងវាអត់អស់ដល់ពេលប្រើហ្នឹងទៅវាបានសះស្បើយហើយបាននោមតា2ដងទៅចឹងខ្ញុំផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាដែលបានអ្នកដែលកំងនោមដូចខ្ញុំនេះប្រើថ្នាំនេះរីណូរបស់អាមេរិកនេះបកកែហ្មងបកកែបើខ្ញុំវិញខ្ញុំថាបកកែលេខ1ត្មង